នារីម្នាក់នេះត្រូវស្លាប់ភ្លាមៗដោយសារតែចន្ទើយន្តធ្លាក់ចុះទៅក្រោមបណ្ដាលឲ្យគាត់ដាច់ខ្លួនជាពីរនារីម្នាក់នេះត្រូវបានស្លាប់ភ្លាមៗដោយសារតែគាត់ចង់ចេញពីចន្ទើយន្តពេលនោះចន្ទើយន្តបានធ្លាក់បំបែកខ្លួនគាត់ជាពីរនារីម្នាក់នេះគាត់មានឈ្មោះថា Dexter គឺជាប្រធានការិយាល័យម្នាក់ដែលគាត់គោរពតួនាទីយ៉ាងខ្លាំងនិងមានទំនុកចិត្តស្ងប់ស្ងាត់និងគ្រប់គ្រងក៏ដូចជាមានអំណាចលើអ្វីៗនិងធ្វើការបានល្អជានិច្ចប៉ុន្តែព្រឹកមួយជាថ្ងៃធម្មតាតែបានផ្លាស់ប្ដូរជីវិតរបស់គាត់360ដឺក្រេគឺគាត់ត្រូវបានស្លាប់ដោយសារតែរឿងចោះចន្ទើយន្តខណៈពេលដែលនាងជិះចន្ទើយន្តដោយរដលជាមួយនឹងបុគ្គលិករបស់គាត់មួយចំនួនពេលជិះភ្លាមនោះចន្ទើយន្តនោះក៏បានឈប់ពាក់កណ្ដាលផ្លូវព្រោះចន្ទើយន្តប្រអប់នោះត្រូវបានគាំងពេលនោះអ្នកទាំងអស់គ្នានៅក្នុងនោះបានភ័យស្លន់ស្លោបន្តិចបន្តួចដែរបុគ្គលិកមួយចំនួនបាននាំគ្នាទាញទ្វារបើកដើម្បីឲ្យ Dexter ចេញ Dexter មើលទៅរៀងស្ទាក់ស្ទើរដែរដោយសារតែមើលទៅវាគួរឲ្យខ្លាចតែកម្ពស់ដែលគាត់ត្រូវលើកចេញហ្នឹងគឺវាមិនខ្ពស់ប៉ុន្មានពីខ្លួនរបស់គាត់ទេទើបក៏ប្រថុយចូលទៅតាមប្រឡោះនោះប៉ុន្តែភ្លាមនោះចន្ទើយន្តបានបាត់បង់ម្ចាស់ការចន្ទើយន្តបានធ្លាក់ចុះយ៉ាងខ្លាំងទម្ងន់ដ៏ធ្ងន់របស់ចន្ទើយន្តបានបំបែករាងកាយ Dexter ជាពីរបុគ្គលិកដែលស្ថិតនៅទីនោះបានឃើញទស្សនវិជ្ជាទាំងអស់ប៉ុន្មាននាទីមុនបុគ្គលិកបានឃើញនាងសប្បាយរីករាយតែប៉ុន្មាននាទីក្រោយមកបានក្លាយជាផ្លូវចិត្តដ៏អាក្រក់របស់បុគ្គលិកទាំងអស់ដែលបានឃើញអាការៈក៏ដូចជាខ្លួនប្រាណរបស់ Dexter ជាពីរដូច្នេះជីវិតរបស់ខ្ញុំនិងអ្នកទាំងអស់គ្នាពិតជាភ័យស្រួយណាស់សូមធ្វើអ្វីមួយដោយប្រុងប្រយ័ត្ននិងគិតជានិច្ចដូច្នេះខ្ញុំមានប៉ុណ្្នឹងឯងជួបខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយបាយ